គ្រប់លំអងកាយជំរាបសួរលោកស្រីពុកម៉ែបងប្អូនប្រជាកសិករទាំងអស់ហើយថ្ងៃនេះខ្ញុំបាទសុភ័ក្របានមកដល់ទីរួមស្រុកឆ្លងហើយយើងបន្តបេសកកម្មមកជួបម្ចាស់ចការគំរូរបស់គម្រោងនេះកសិកម្មរបស់យើងនៅស្រុកឆ្លងតែម្ដងហើយបងប្អូនថ្ងៃនេះអស្ចារ្យមែនតើខ្ញុំចុះមកដល់ទីតាំងស្រុកឆ្លងនេះវិសាលភាពរបស់អាជីពរបស់យើងហើយប្រើទៅលើដំណាំស្រូវតើដំណាំស្រូវរបស់បងប្រុសដែលជាកសិករគំរូរបស់គម្រោងនេះកសិកម្មល្អយ៉ាងណានោះលូតលាស់យ៉ាងណានោះពូកែយ៉ាងណានោះមានតែបងប្រុសម្ចាស់ស្រែដែលអាចពិពណ៌នាហើយបង្ហាញពីលោកស្រីជាបងប្អូនដែលកំពុងតែទស្សនាវីដេអូនេះកុំឲ្យខាតពេលខ្ញុំជំរាបសួរបងប្រុសតែម្ដងណាបាទជំរាបសួរបងបាទបងជួយអនុញ្ញាតជួយប្រាប់ឈ្មោះតិចមកទីតាំងនៅតាណានេះបាទឈ្មោះទូចរាវីនៅទីតាំងនៅខាងសណ្ដានហៅសណ្ដានបាទសណ្ដានតែម្ដងបាទតែនៅសណ្ដាននៅខាងឃុំឆ្លងខាងឃុំឆ្លងបាទស្រុកឆ្លងខេត្តបច្ចេកយើងបាទអូខេបងប្អូនខ្ញុំចង់ដឹងថាតើបងប្រើជីក្នុងគម្រោងផ្នែកកសិកម្មរបស់យើងស្រូវក្នុងគម្រោងនេះបានប្រហែលវគ្គហើយដល់ពេលនេះថ្ងៃនេះប្រហែលដងហើយបាទខ្ញុំបាច់ជីនៅក្នុងប្រើឆ្នាំហើយនឹងជីនៅក្នុងគម្រោងយើងនេះបានបើបាច់ជីវិញយើងបាច់បាន2វគ្គហើយបាទ2វគ្គហើយតែបើយើងបាញ់ឆ្នាំតកៅក៏បាន2ដងដែរតកៅ2ដងដែរបាទហើយបូកជាមួយជីទឹករបស់យើងនេះទឹកយើងនេះស៊ុបផ្លាន5ដងហ្នឹងប្រើទៅលើអីទឹកដងតទេដែរដងតទេមិនមែនដងបងប្អូនមើលដៃណាប្រើស្ដៃណាមិនមែនយកមកនៅសល់អស់លេងជីបំពន់ជីបំពន់ហ្នឹងបាទអត់មានពុតបំពន់កាណាស៊ីនមកអីអស់លេងមកនេះប្រើម្ចាស់ចការគាត់ប្រើហើយនេះអូខេនេះបាញ់ស៊ុបផ្លាននេះប្រហែលដងហើយបាទបាញ់ស៊ុបផ្លាន2ដងហើយបាន2ដងហើយហើយថ្ងៃនេះថ្ងៃបាញ់ម្ដងហើយបាញ់ម្ដងពីមុនមកបាញ់ម្ដងក្រោយបាញ់ម្ដងទៀតបាន2ដងនេះឥឡូវនេះបាញ់ពេលបានរយៈពេលបាញ់សាក្រោយនេះបានរយៈពេល4ថ្ងៃហើយ4ថ្ងៃឥឡូវ4ថ្ងៃអ្វីដែលឃើញប្លែកវាប្លែកមិនដែរបងបាទវាប្រែពណ៌ប្លែកឡើងខៀវខ្មៅល្អទៀតខ្មៅហើយមើលទៅមិនកម្លាំងអត់មើលទៅបងកម្លាំងហ្មងត្រូវកម្លាំងខ្លាំងហើយមើលទៅដើមដងវាបើធៀបជាមួយនឹងពីមុនមកវាខ្លាំងចឹងអត់ឬក៏យ៉ាងម៉េចដែរពីមុនមកវាមិនសូវខ្លាំងមិនប៉ុណ្្នឹងទេដល់សារហ្នឹងយើងប្រើនៅក្នុងជីគម្រោងរបស់យើងទាំងអស់ល្អជាងមុនទាំងពីវគ្គ1បាទវគ្គ2អានឹងសល់វគ្គ3ដែរសល់វគ្គ3ទៀតស្រូវនេះប្រហែលខែហើយប្រហែលថ្ងៃហើយស្រូវនេះបាន1ខែ3ថ្ងៃហើយ1ខែ3ថ្ងៃហើយបាទប៉ុន្តែ1ខែ3ថ្ងៃឃើញសន្ទុះវាបែបនេះតែម្ដងនេះបងបាទហើយបើត្រួតពិនិត្យមកអត់មានអន់ទេណាបងនេះស្រូវនេះបើធៀបជាមួយនឹងស្រូវចិត្តខាងរបស់យើងមិនដែរបងបាទវាដូចជាអត់ដល់យើងនៅក្រោមយើងមើលទៅអន់នៅក្រោមហែលជាខ្ញុំមើលឲ្យបងប្អូនមើលវីដេអូនេះបាទក្រោមវីដេអូវាត្រូវជាប់គ្នាបាទនេះជាប់គ្នាចាំមើលលោកស្រីខ្ញុំថតវីដេអូឲ្យតើខុសគ្នាមិនណាបាទថ្ងៃដូចគ្នាទេជាមួយគ្នាទេពេលជាមួយគ្នាទេប៉ុន្តែអ្វីដែលប្រើប្រាស់ជាមួយនឹងជីកសិកម្មក្នុងគម្រោងរបស់យើងឃើញយ៉ាងខាងនេះស្ទុះជាងមែនទេស្ទុះជាងហើយខាងទៅទូទៅបើសិនស្ទុះមកទេធម្មតាសាមញ្ញបាទមានអីចែកលេខទៅបងប្អូនទេក្នុងការប្រើប្រាស់ឬក៏ចង់ឲ្យគាត់ប្រើប្រាស់ក្នុងគម្រោងយើងទេបងបាទខ្ញុំចង់ចែកលេខឲ្យបងប្អូនយើងថាបើចង់ឲ្យបានធ្វើខ្សែឲ្យបានល្អស្រូវល្អចេះបាទសូមបងប្អូនតើលើផលិតផលក្រុមហ៊ុន PSK បាទ PSK តែNasin Power ណា Nasin Power ប្រើប្រហែលដងប្រហែលឆ្នាំហើយបងគ្រប់ត្រូលរបស់ផលិតផល PSK នេះក្រុមហ៊ុន PSK នេះប្រហែលឆ្នាំហើយបើគិតទៅឆ្នាំហើយ5ឆ្នាំហ្នឹងហើយ5ទៅ5ទេបាទ5ឆ្នាំហ្នឹងហើយបងប្អូនលោកស្រីបងប្រុសគាត់គ្រប់ត្រូលព្រះអាស៊ានមិនមែនតែ1ឆ្នាំ2ឆ្នាំទេគឺ5ឆ្នាំហើយបងប្អូន5ឆ្នាំហើយអញ្ចឹងបើសិនអត់គុណភាពយើងមិនអត់គ្រប់ត្រូលទេបងបាទអត់គុណភាពបាទអត់គ្រប់ហើយជាបាត់ខ្លួនពីឆ្នាំទីបានទី1បាទឆ្នាំទី1ទី2ហ្នឹងប្រហែលបាត់ហើយប៉ុន្តែបើដាក់ទៅដឹងថាវាបានផលមកចិត្តបានរកឆ្នាំរត់នៅនេះឡើងរហូតអញ្ចឹងត្រូវតែអត់ទៅចោលបានទេចោលបានវិញវាយងាប់គាត់ថ្លៃសមរម្យហើយតម្លៃតែតងតម្លៃមិនជីទឹកនេះបងទី20ផ្លាននេះតម្លៃសមរម្យក៏ថ្លៃជាងនៅទីផ្សារថ្លៃសមរម្យមិនថ្លៃជាងទីផ្សារទេអត់ដបនេះបើយើងប្រើទូទៅស្រូវប៉ុណ្ណេះបានប្រហែលហាត់ម្ដបនេះបើយើងប្រើស្រូវទូទៅយើងបាន2ហាត់ម្ដប2ហាត់ហ្មងអូហូម្ដបបាន2ហាត់តែម្ដងបានទឹក1000លីត្រទឹក1000លីត្រទៀតទឹក1000លីត្របើធៀបជាមួយនឹងថ្នាំទូទៅថាជាលេបានទឹកប៉ុណ្ណឹងណាបងហើយអាចតម្លៃលើនេះទៀតតាមការទៅជែកមួយបងប្រុសណាតែមានជាចុងក្រោយអាចមានជីសំណុំពរដល់បងប្អូនកសិករដែលមិនទាន់ហ៊ានប្រើមិនទាន់ហ៊ានសាកក្នុងគម្រោងចាំទៅតាមបានចាំគេធ្វើសិនគេធ្វើសិនណាឥឡូវដល់ឥឡូវយើងធ្វើហើយបាទឥឡូវចេះតែស្ដែងហើយបានប៉ុណ្ណេះហើយ5ឆ្នាំបងប្អូនគាត់ទៅមកគាត់ចេះមើលរហូតថាអីស្រូវល្អដល់ឡើងស្ទុះឡើងខ្មៅល្អទៀតឡើងអូងមកល្អដល់ស្រូវឡើងស្មើទៀតកម្លាំងហ្មងបាទចុងក្រោយយើងទាំង3នាក់ក៏សូមអរគុណដល់លោកស្រីកំពុងតាមបានទស្សនាវីដេអូនេះហើយចង់ឲ្យការផលទ្វេដងធ្វើឲ្យស្រូវល្អស្រូវកម្លាំងប្រើក្នុងគម្រោងរបស់យើងអស់លុយតិចចំណេញច្រើន
បាទច្រើនហើយយើងបានប្រាប់លទ្ធផលមានគុណភាពស្តង់ដារតែម្ដងពិសេសគឺមានក្រុមបច្ចេកទេសជួយមើលតាមហេតុថាបាទជួយព្យាបាលតាមស្ថានភាពជាក់ស្ដែងវាស់មើលបញ្ហាបច្ចេកទេសផ្សេងបញ្ហាយើងអាចជួយដោះស្រាយបានតែម្ដងនេះមែនទេ បងចង់ឃើញផ្ទាល់មកមើលផ្ទាល់ក៏បានដែរឥឡូវព្រោះនេះមួយខែ3ថ្ងៃនេះអាចបងប្អូនអាចស្អែកឡើងមួយខែ4ថ្ងៃបងប្អូនអាចមកមើលផ្ទាល់ បាទអាចធៀបមើលខ្លួនឯងស្ដីណា គាត់ដើរថតស្អីគេអីក៏ស្អីគេបាទមកមើលទៅនេះដើមប្រទេសដើមអីនេះឃើញទៅហ្នឹងហើយអាចមកលួចមើលខ្លួនឯងទៅឲ្យថាល្អឲ្យថាយើងចេះតែឡាយទៅប្រាប់គេថាហត់ទេបាទចឹង ស្ដាយ ចេះស្ដីតែម្ដងអរគុណណាយើងប៉ុណ្ណា បាទអរគុណ អរគុណបងប្អូនលាទាំងអស់គ្នាបាទ បាទអរគុណចា